អភិបាលក្រុងរុនតាឯកឌីជូសែនដឹកនាំកម្លាំងចម្រុះនិងសិស្សានុសិស្សធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ67ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងនារសៀលថ្ងៃទី12ខែកុម្ភៈឆ្នាំ2026លោកអឹងសុភ័ណ្ឌអភិបាលក្រុងរុនតាឯកឌីជូសែនខេត្តសៀមរាបបានដឹកនាំមន្ត្រីរដ្ឋបាលក្រុងសង្កាត់កងកម្លាំងនគរបាលលោកគ្រូអ្នកគ្រូសិស្សានុសិស្សយុវជនកាកបាទក្រហមកម្ពុជាយុវជនកាយរិទ្ធនិងយុវជនគណៈបកប្រជាជនកម្ពុជាធ្វើយុទ្ធនាការទ្រង់ទ្រាយធំមួយក្នុងការសម្អាតអនាម័យបរិស្ថាននិងប្រមូលសំណល់សម្រាមតាមបណ្ដោយផ្លូវជាតិលេខ67ចាប់ពីព្រំប្រទល់ស្រុកប្រាសាទបាគងរហូតដល់ព្រំប្រទល់ស្រុកបន្ទាយស្រីលោកអឹងសុភ័ណ្ឌបានឲ្យដឹងថាគោលបំណងសំខាន់នៃយុទ្ធនាការគឺដើម្បីបណ្ដុះស្មារតីស្រឡាញ់បរិស្ថានបំផុសគំនិតឲ្យប្រជាពលរដ្ឋនិងយុវជនចេះស្រឡាញ់និងថែរក្សាអនាម័យក្នុងមូលដ្ឋានជំរុញការកាត់បន្ថយផ្លាស្ទិកបន្តផ្សព្វផ្សាយយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ផ្លាស្ទិកឲ្យកាន់តែរីកសុសសាយជាពិសេសជាការលើកកម្ពស់សោភ័ណភាពតាមរយៈការរៀបចំដងផ្លូវសាធារណៈឲ្យមានរបៀបរៀបរយដើម្បីទាក់ទាញភ្ញៀវទេសចរនិងផាសុកភាពរស់នៅក្នុងឱកាសនោះដែរលោកអភិបាលក្រុងក៏បានមានប្រសាសន៍ផ្ដាំផ្ញើនិងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរទាំងអស់សូមបញ្ឈប់ការបោះចោលសម្រាមពាសវាលពាសកាលតាមដងផ្លូវនិងទីសាធារណៈការចូលរួមរបស់បងប្អូនគឺជាគំរូដ៏ល្អសម្រាប់សង្គមជាតិព្រោះបរិស្ថានស្អាតនាំមកនូវសុខភាពនិងសុភមង្គលក្នុងគ្រួសារលោកបន្តថាយុទ្ធនាការនេះមិនត្រឹមតែជាការសម្អាតប៉ុណ្ណោះទេប៉ុន្តែគឺជាសារដាស់តឿនដល់គ្រប់មជ្ឈដ្ឋានឲ្យងាកមកចាប់អារម្មណ៍លើការគ្រប់គ្រងសំណល់និងរួមគ្នាធ្វើឲ្យក្រុងរុនតាឯកឌីជូសែនក្លាយជាក្រុងដែលស្អាតនិងមានបរិស្ថានបៃតងជានិរន្តរ៍